កងកម្លាំងអ៊ីស្រាអែលសម្លាប់បុរសប៉ាឡេស្ទីនក្នុងអំឡុងពេលវាយឆ្មក់នៅតំបន់ West Bank យោងតាមការចុះផ្សាយពី Al Jazeera នៅថ្ងៃទី9 វិច្ឆិកាបានចុះផ្សាយថាលោកអាប់ដែលរ៉ាម៉ាន់ ដារ៉ាល់សា អាយុ26 ឆ្នាំត្រូវបានកងទ័ពអ៊ីស្រាអែលបាញ់ក្នុងអំឡុងពេលវាយឆ្មក់លើជំរំជនភៀសខ្លួនហ្វារ៉ានៅភាគខាងត្បូងនៃទីក្រុងទូបាក្នុងអំឡុងពេលវាយឆ្មក់លើជំរំជនភៀសខ្លួនហ្វារ៉ានៅភាគខាងត្បូងនៃទីក្រុងឈូបេសយោងតាមអាជ្ញាធរប៉ាឡេស្ទីនយុវជនប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់បន្ទាប់ពីគាត់ត្រូវបានបាញ់ដោយកងទ័ពអ៊ីស្រាអែលក្នុងអំឡុងពេលវាយឆ្មក់លើជំរំជនភៀសខ្លួនហ្វារ៉ានៅភាគខាងត្បូងនៃទីក្រុងទូបាក្នុងតំបន់ West Bank បានស្លាប់ដោយសាររបួសដោយគ្រាប់កាំភ្លើងតែគាត់បានរងរបួសនៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានវាយលុកជំរំហើយបានបើកការបាញ់ប្រហារដោយផ្ទាល់នៅយប់ថ្ងៃសៅរ៍នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការវ៉ាហ្វាបាននិយាយដោយដកស្រង់សម្ដីក្រសួងសុខាភិបាលប៉ាឡេស្ទីនលោកដារ៉ាល់សាត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់របស់អង្គការអន្តរជាតិក្រហមប៉ាឡេស្ទីនទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាលទូបាជាកន្លែងដែលគាត់ត្រូវបានប្រកាសថាស្លាប់របាយការណ៍របស់វ៉ាហ្វាបាននិយាយថាទាហានអ៊ីស្រាអែលបានវាយឆ្មក់ជំរំនេះកាលពីថ្ងៃសៅរ៍ដោយដាក់ពង្រាយកងពលថ្មើរជើងនៅច្រកចូលនិងបាញ់គ្រាប់ពិតកងកម្លាំងអ៊ីស្រាអែលក៏បានធ្វើការវាយឆ្មក់នៅជិតជេនីននិងរ៉ាម៉ាឡានៅភាគខាងជើងនៃទីក្រុងយេរូសាឡឹមខាងកើតដែលត្រូវបានកាន់កាប់ផងដែរដោយឡែកពីគ្នាក្រុមអ្នកតាំងលំនៅអ៊ីស្រាអែលប្រហែល50នាក់បានវាយប្រហារសហគមន៍ពេបូអ៊ីនមួយនៅភាគខាងកើតភូមិចាបាជិតក្រុងយេរូសាឡឹមខាងកើតដែលកាន់កាប់កាលពីថ្ងៃអាទិត្យដោយបានធ្វើឲ្យជនជាតិប៉ាឡេស្ទីនចំនួន7នាក់រងរបួសនេះបើយោងតាមការលើកឡើងរបស់លោកវ៉ាហ្វាដោយបន្ថែមថាពួកគេក៏បានដុតទ្រព្យសម្បត្តិរបស់សហគមន៍ផងដែរដែលបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរជនជាតិប៉ាឡេស្ទីនម្នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយអ្នកតាំងលំនៅអ៊ីស្រាអែលនៅក្នុងភូមិអាល់ខៃភាគខាងត្បូងនៃទីក្រុងហេប្រុនការវាយប្រហារទាំងនេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌បាននិយាយថាខេត្តតុលាបានឃើញចំនួនការវាយប្រហារប្រចាំខែខ្ពស់បំផុតរបស់អ្នកតាំងលំនៅក្នុងតំបន់ West Bank ដែលកាន់កាប់ចាប់តាំងពីអង្គការនេះបានចាប់ផ្ដើមកត់ត្រាស្ថានភាពនៅឆ្នាំ2006ការិយាល័យអង្គការសហប្រជាជាតិបាននិយាយថាមានការវាយប្រហាររបស់អ្នកតាំងលំនៅជាង260ដងកាលពីខែមុននៅក្នុងតំបន់ West Bank ដែលកាន់កាប់ជាមធ្យម8ដងក្នុងមួយថ្ងៃដែលបណ្ដាលឲ្យមានរបួសខូចខាតទ្រព្យសម្បត្តិឬទាំងពីរអំពើហិង្សានៅក្នុងទឹកដីប៉ាឡេស្ទីនបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាបានផ្ទុះឡើងកាលពី2ឆ្នាំមុនដោយមានជនជាតិប៉ាឡេស្ទីនជាង1000នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលអ្នកតាំងលំនៅចាប់តាំងពីពេលនោះមកនេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនក្នុងអំឡុងពេលដូចគ្នាជនជាតិអ៊ីស្រាអែលចំនួន43នាក់រួមទាំងទាហានផងដែរត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ប៉ាឡេស្ទីននៅក្នុងទឹកដីនេះជាតួលេខផ្លូវការរបស់អ៊ីស្រាអែលបានបង្ហាញ